សម្រាប់ Power Bank នេះបងប្អូនយកទៅប្រើប្រាស់គឺចំណេញមែនទែនដោយសារតែវាអាចសាកបាន3ឧបករណ៍ណាសម្រាប់ wireless នេះវាអាចសាកបានទាំងទូរស័ព្ទ AirPods ហើយ iVoice ទៀតអញ្ចឹងវាពិសេសខ្លាំងមែនទែនបើប្រៀបធៀបជាមួយនឹង Power Bank ទូទៅសម្រាប់ wireless នេះគឺអាចសាកបានតែទូរស័ព្ទទេប៉ុន្តែអានេះគឺសាកបានទាំងទូរស័ព្ទ iVoice AirPods ទៀតអញ្ចឹងវាលយមែនទែនហើយសម្រាប់រូបរាងនៃការ design របស់វាវិញគឺស្អាតខ្លាំងមែនទែនគេធ្វើមកបែបលក្ខណៈតូចស្ដើងអញ្ចឹងណាហើយត្រង់កន្លែងដែលសាក wireless នេះគេអត់ធ្វើឲ្យជ្រុងហ្មងទេលក្ខណៈថាគេធ្វើឲ្យមានកោងណានៅពេលដែលបងប្អូនសាកទៅកាន់ទូរស័ព្ទទៅគឺអត់ធ្វើឲ្យទូរស័ព្ទរបស់បងប្អូននឹងឆ្កូតទេបងប្អូនហើយនៅខាងក្រោយ Power Bank នេះក៏មាននៅជើង kickstand ផងដែរហើយសម្រាប់ជើង kickstand នេះបងប្អូនអាចកាច់បត់បែនបាន360 degree បងប្អូនអញ្ចឹងបងប្អូនចង់បដិទូរស័ព្ទក៏បានចង់បញ្ឈរទូរស័ព្ទក៏បានដែរអញ្ចឹងបងប្អូនមាន Power Bank នេះមួយគឺចំណេញមែនទែនបានទាំងការសាកថ្មបានទាំងជើងទម្រទូរស័ព្ទទៀតអញ្ចឹងនៅពេលដែលបងប្អូនកំពុងតែសាកជាមួយនឹង wireless ហ្នឹងបងប្អូនអាចបញ្ឈរទូរស័ព្ទមើលរឿងឬមួយក៏ស្ដាប់ចម្រៀងអីបន្ថែមបានផងដែរអញ្ចឹងចូលមកដល់ខ្សែសាកសម្រាប់ខ្សែសាកហ្នឹងបើសិនជាបងប្អូនអត់សាកទេវាដើរតួនាទីជាខ្សែសម្រាប់យួរផងដែរអញ្ចឹងវាងាយស្រួលក្នុងការប្រើប្រាស់មែនទែនហើយសម្រាប់ខ្សែសាកនេះជាប្រភេទខ្សែ Type C ហើយល្បឿនរបស់វាបាន 22.5 វ៉ាត់បងប្អូនអូខេបងប្អូនអញ្ចឹងសម្រាប់ Power Bank នេះក៏គេបានភ្ជាប់មកជាមួយនឹងរុនសាកចំនួន1ដែរដែលជាប្រភេទ Type C អញ្ចឹងសម្រាប់រុន Type C នោះបងប្អូនអាចសាកចេញក៏បានសាកចូលទៅកាន់តួខ្លួន Power Bank វិញក៏បានដែរហើយចំពោះល្បឿនសាករបស់វាគឺ 22.5 វ៉ាត់ដូចគ្នាហើយជាល្បឿនដែលស្តង់ដារមួយអត់ធ្វើឲ្យប៉ះពាល់ទៅដល់ថ្មទូរស័ព្ទរបស់បងប្អូនទេអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ជាមួយនឹង Power Bank mini បងប្អូនអាចបញ្ជាទិញតាមរយៈវីដេអូនេះបាន